ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងថ្ងៃនេះជាល្ងាច ម៉ោង 5 ម៉ោង 6 បងប្អូនហើយទេសភាពស្អាតមែនតើចានស្រុកលងវែងទេសភាពនឹងស្អាតពួកអារម្មណ៍យើងស្រស់ស្រាយ សម្រាប់បងប្អូននេះគាត់ហត់នឿយនឹងការងារខ្លាំង stress ខ្លាំងអីបងប្អូនសាកមកសាកថ្មជីវិតនៅល្ងាចម៉ោង 5 ម៉ោង 6 ហើយនៅចង់និយាយថាស្ដាប់ដូចសំឡេងកែបអីចឹងទៅមានអារម្មណ៍ស្រស់ស្រាយជាងយើងដើរលេងជុំផឹកស៊ីអ៊ូអទេបងប្អូនកាលណាយើងផឹកស៊ីអ៊ូអជុំមិត្តភក្តិអ៊ូអវាបានសុបាយតាមផ្លែតនឹងឯងដល់ពេលយើងចេញមកស្មុគស្មាញដែលតែដល់ពេលយើងយកអារម្មណ៍យើងមក relax នៅនឹងធម្មជាតិព្រោះអារម្មណ៍យើងស្រស់ស្រាយល្អ